នេះគឺជាសមរភូមិដែលតម្រូវឲ្យកូនធីមរបស់យើងទាំងអស់ធ្វើការប្រកួតនៅថ្ងៃខាងមុខហើយខ្ញុំក៏បានរៀបចំវារួចរាល់អស់ផងដែរក៏ប៉ុន្តែដោយសារតែសមាជិកធីមរបស់យើងគឺមិនទាន់មានច្រើនលើសលប់នោះទេអញ្ចឹងហើយទើបខ្ញុំបញ្ជាពេលនៅក្នុងការប្រកួត tournament ដែលខ្ញុំបានធ្វើឡើងនៅថ្ងៃខាងមុខនេះដែលបច្ចុប្បន្ននៅក្នុងធីមរបស់យើងគឺមានសមាជិកតែចំនួន27នាក់នោះទេហើយធីមរបស់យើងក៏មិនមែនចេះតែយកកូនធីមនៅដែរដំណាក់កាលចូលធីមរបស់ខ្ញុំគឺតម្រូវឲ្យគ្នាយើងធ្វើការតេស្តទឹកដៃជាមួយនឹង member នៅក្នុងធីមរបស់ខ្ញុំដែលខ្ញុំដាក់ឲ្យពួកគាត់ទៅប្រកួតជាមួយគ្នាយើងហើយការប្រកួតគ្នាយើងតេស្តទឹកដៃជាមួយកូនធីមរបស់ខ្ញុំគឺខ្ញុំអ្នកចូលទៅមើលផ្ទាល់នឹងចង់ដឹងថាគ្នាយើងលេងបែបម៉េចគឺខ្ញុំនឹងឲ្យគ្នាយើងដូរឈ្មោះទៅតាមអ្វីដែលខ្ញុំត្រូវដាក់ឲ្យហើយគ្នាយើងប្រកាសជាឆ្ងល់ហើយថាម៉េចបានធីមរបស់ខ្ញុំមានលេខខាងទុយខាងក្រោយដោយសារតែធីមរបស់យើងគឺមានរ៉ាងនៅក្នុងធីមលេខកាន់តែតិចគឺកាន់តែខ្លាំងអញ្ចឹងហើយការប្រកួតតេស្តទឹកដៃគឺមើលទៅលើអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាបាញ់ឈ្នះ107ខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាមកប្រកួតជាមួយនឹង106បើសិនជាអ្នកទាំងនេះឈ្នះ106ទៀតអាហ្នឹងខ្ញុំនឹងអាចឲ្យអ្នកទាំងអស់គ្នាមកប្រកួតជាមួយនឹង05បើសិនជាអ្នកទាំងអស់គ្នាប្រកួតឈ្នះទៀតអ្នកទាំងអស់គ្នាក៏អាចមានតួនាទីនឹងរ៉ាងធំនៅក្នុងធីមផងដែរហើយដំណាក់កាលទាំងអស់នេះគឺជាការបាញ់ឬសយកកូនធីមដើម្បីទៅប្រកួត tournament ខ្ញុំបង្កើតនៅថ្ងៃខាងមុខ